សូមនមស្ការចំពោះលោកម្ចាស់គ្រប់ព្រះអង្គនិងសូមចម្រើនពរញាតិញោមបងប្អូនប្រុសស្រីទាំងអស់នៅទូទាំងពិភពលោកថ្ងៃនេះយើងនឹងបន្តនៅប្រធានបទដែលយើងសិក្សាពីម្សិលមិញគឺតាក់ទងទៅនឹងជំងឺសតិអារម្មណ៍ mental illness ឬក៏យើងហៅថា mental disorder ឬក៏ mental health disorder mental illness ដែលញាតិញោមបងប្អូនប្រុសស្រីបានស្ដាប់ពីម្សិលមិញដែលខ្ញុំអាត្មាភាពបានរៀបរាប់និងនិយាយខ្លះៗតាក់ទងទៅនឹងមូលហេតុដែលនាំឲ្យកើតជំងឺហ្នឹងយើងមើលចិត្តរបស់យើងគឺតែងតែប្រែប្រួលចិត្តរបស់យើងក៏មានការធ្វើដំណើរចាប់យករបស់នេះបន្តិចរបស់នោះបន្តិចមិនជប់ឈរទេអញ្ចឹងគឺចិត្តរបស់យើងនេះដែលយើងអាចមានសកម្មភាពតាមផ្លូវកាយក្តីតាមផ្លូវវាចាក្តីគឺអាស្រ័យទៅលើចិត្តគំនិតរបស់យើងហើយសញ្ញាញាតិញោមសញ្ញានៃជំងឺសតិអារម្មណ៍នេះយើងសង្កេតឃើញថាអាកប្បកិរិយាការប្រព្រឹត្តរបស់មនុស្សយើងគឺមានលក្ខណៈប្លែកសូម្បីតែថាខ្លួនយើងក៏ប្លែកពេលខ្លះទៅក៏កើតជំងឺគិតច្រើនដេកមិនលក់បកមិនហើយខឹងសម្បាច្រើនដូចខ្ញុំអាត្មាភាពបាននិយាយម្សិលមិញអញ្ចឹងឆាប់តក់ស្លុតឆាប់ភ័យខ្លាចឆាប់ក្តៅក្រហាយឆាប់អន់សពុនចិត្តអន់ចិត្តលំបាកចិត្តហ្នឹងគឺសុទ្ធតែជាសញ្ញាដែលតាក់ទងទៅនឹងជំងឺផ្លូវចិត្តឬក៏ជំងឺសតិអារម្មណ៍នឹងញាតិញោមយើងសង្កេតមើលនៅក្នុងក្រុមគ្រួសារមិនថាគ្រួសារណាមិនថាញាតិមិត្តណាបងប្អូនណាទេមនុស្សយើងក្នុងម្នាក់គឺមានចិត្តច្រើនហើយបើសិនជាយើងរស់នៅគ្នាច្រើនអាហ្នឹងវាបញ្ហាវាច្រើនចិត្តច្រើនចឹងឯងញាតិញោមមើលគ្រាន់តែតាក់ទងទៅនឹងម្ហូបអាហារគ្នាម្នាក់ពេលខ្លះមិនទាំងពេញចិត្តនៅម្ហូបអាហារដែលខ្លួនឯងធ្វើផងបងធ្វើម្ហូបហើយហូបទៅដូចជាមិនឆ្ងាញ់ដូចជាសាបដូចជាប្រៃដូចជាជូរដូចជាខ្វះនេះខ្វះនោះចុះតម្រាំគ្នាពីរនាក់ញាតិញោមគ្នាពីរនាក់អាចមានបញ្ហាច្រើនជាងនឹងទៅទៀតបើសិនបើចិត្តនៃបុគ្គលម្នាក់ហ្នឹងមិនបានប្រាប់មិនបានអប់រំមិនបានដាស់តឿនខ្លួនឯងសម្លធ្លាប់តែហូបទៅកើតស្រាប់តែដាក់ទៅថ្ងៃហ្នឹងដូចជាប្លែកគ្រាន់តែដាក់មកបាត់ទៅដូចជាប្រៃឬក៏ដូចជាល្វីងដូចជាជូរខ្លាំងអញ្ចឹងទៅបើសិនជាចិត្តរបស់យើងមិនបានអប់រំមិនបានប្រាប់ទេញាតិញោមបងប្អូនប្រុសស្រីងាយនឹងខឹងបង
បើសិនជាមានចិត្តចំណែនឬក៏ប្រច័ណ្ឌអីតិចតួចអាចថាប្រពន្ធនឹងដាក់ថ្នាំឬក៏ប្រពន្ធនឹងយ៉ាងនេះប្រពន្ធនឹងយ៉ាងនោះមិនចង់ឲ្យខ្លួនឯងហូបមិនចង់ឲ្យខ្លួនឯងបរិភោគមិនស្រឡាញ់ខ្លួនឯងចឹងទៅបងស្រេចតែចិត្តរបស់យើងគិតទៅហើយមួយទៀតបើសិនជាឧទាហរណ៍ថាគ្រួសារមកពីធ្វើការវិញគ្រួសារមកពីធ្វើការវិញធ្លាប់តែរស់រាយធ្លាប់តែជួយធ្វើកិច្ចការងារស្រាប់ថ្ងៃមួយគ្រួសារនឹងមិនបានជួយគ្រួសារនឹងក៏មិនបានរស់រាយមុខសពូនចឹងទៅឬក៏មិនបណិបណៈចាប់ផ្ដើមមានចិត្តគំនិតមួយថាចូលតានឹងយ៉ាងម៉េចឬក៏បងនឹងវាកើតជំងឺអីយ៉ាងម៉េចប្រហែលជាមាននេះមាននោះហើយបានជាមិនបង្ើយកតើអីចឹងទៅហើយក៏សំរឿងនឹងទុកនៅក្នុងចិត្តទៅបន្តិចម្ដងហើយក៏ចាប់ផ្ដើមរោរឿងគ្នាចូលឡើងយើងអត់បានចាប់អារម្មណ៍ថាហ្នឹងវាជាជំងឺផ្លូវចិត្តទេជំងឺសតិអារម្មណ៍ទេហើយពេលខ្លះទៀតញាតិញោមយើងក៏មិនបានទៅនិយាយរៀបរាប់ប្រាប់ហៅគ្នាមកនិយាយសារសងរោគហេតុរោគផលឬក៏ឲ្យវាជ្រះស្រឡះអីអត់ទេទៅជាសន្សំដល់ពេលសន្សំអញ្ចឹងទៅញាតិញោមសន្សំមួយថ្ងៃជាមួយថ្ងៃដេកមិនលក់បក់មិនហើយហូបក៏មិនបានពិបាកចិត្តចឹងញាតិញោមបងប្អូនប្រុសស្រីអាហ្នឹងហើយដែលគេហៅថាជំងឺសតិអារម្មណ៍ហ្នឹងអញ្ចឹងបើសិនជាញាតិញោមបងប្អូនប្រុសស្រីមានជំងឺឬក៏មានសញ្ញាបែបហ្នឹងគិតច្រើនរវើរវាយច្រើនមានគំនិតនឹងគិតសម័យនឹងវាច្រើនហួសប្រមាណសង្ស័យគេអញ្ចេះសង្ស័យគេអញ្ចោះសង្ស័យគ្រួសារអញ្ចេះសង្ស័យគ្រួសារអញ្ចោះញាតិញោមបងប្អូនប្រុសស្រីហ្នឹងមិនមែនជារឿងរបស់គ្រួសារទេគឺរឿងសតិអារម្មណ៍របស់យើងរឿងអ្នកដតីអាហ្នឹងគេធ្វើអីអាហ្នឹងរឿងរបស់គេញាតិញោមប៉ុន្តែរឿងខួរក្បាលរបស់យើងបើសិនជាវាដើររហូតដោយមិនមានពេលវេលាឈប់សម្រាកទេញាតិញោមងាយគ្រោះថ្នាក់ណាបងគ្រោះថ្នាក់មែនតែនអញ្ចឹងវាអាចធ្វើឲ្យយើងនឹងគឺមានបញ្ហានិយាយច្រើនដេកមិនលក់បក់មិនละហើយយូរទៅខូចសតិអារម្មណ៍អស់ហើយញាតិញោមយូរទៅខូចទាំងការគិតខូចទាំងកិច្ចការងារទាំងឡាយទាំងពួងហ្នឹងគឺវាវិនិច្ឆ័យបាត់បង់ប្រះព្រាត់អស់រលីងតែម្ដងដោយសម័យបច្ចុប្បន្នញាតិញោមយើងសង្កេតឃើញយុវជនយុវនារីក្មេងឬក៏កូនចៅយើងអញ្ចឹងណាឪពុកម្ដាយថាបន្តិចបន្តួចឬក៏ឪពុកម្ដាយមិនទិញរបស់ដែលខ្លួនឯងពេញចិត្តហ្នឹងក៏កើតជាការគុំគួនបន្តិចម្ដងទៅឬក៏ថាមានកំណត់គិតថាប្រហែលជាឪពុកម្ដាយហ្នឹងមិនស្រឡាញ់ខ្លួនទេប្រហែលជាឪពុកម្ដាយហ្នឹងមិនត្រូវការខ្លួនទេកើតជំងឺបាក់ទឹកចិត្តហ្នឹងញាតិញោមគិតតែម្នាក់ឯងណាញាតិញោមឧទាហរណ៍ថាសុំឪពុកម្ដាយហ្នឹងទិញម៉ូតូសុំឪពុកម្ដាយទិញម៉ូតូហើយឪពុកម្ដាយហ្នឹងគាត់ជីវភាពក្រុមគ្រួសារខ្លះញាតិញោមជីវភាពហ្នឹងគាត់ទៅរកឲ្យតែគ្រប់មួយថ្ងៃ3ពេលហ្នឹងឲ្យតែគ្រប់ទៅវាមិនទាំងគ្រប់ផងហើយទាគាត់ទិញម៉ូតូទិញអីទិញទូរស័ព្ទទិញរបស់នេះរបស់នោះហើយពួកគាត់ហ្នឹងមួយចំណែកគាត់ខំប្រឹងរកលុយសងធនាគារទៅ
រកលុយសម្រាប់ចិញ្ចឹមជីវិតទិញម្ហូបអាហារប្រចាំថ្ងៃធ្វើកិច្ចការងារផ្សេងមានលុយឯណាទៅទិញម៉ូតូទិញឡានឲ្យយើងហើយកូនចៅខ្លះមិនបានទាំងគិតពិចារណាអីវែងឆ្ងាយអីទេឬឪពុកម្ដាយគ្រាន់តែឪពុកម្ដាយថាម៉ែឪអត់ទាន់មានលុយទិញឲ្យទេកើតជំងឺភ្លាមណាកើតជំងឺអន់សពុនចិត្តថាម៉ែហ្នឹងមិនស្រឡាញ់មិនស្រឡាញ់ខ្លួនឪហ្នឹងក៏មិនយកចិត្តទុកដាក់ជាមួយខ្លួនណាហើយទាំងខ្លួនឯងហ្នឹងចង់មានជំងឺផ្លូវចិត្តមួយគឺចង់បង្អួតគេហ្នឹងបើសិនជាទិញយកទៅធ្វើអីផ្សេងវាមិនអីប៉ុន្តែទិញម៉ូតូទិញអីចឹងទៅឲ្យវាថ្មីទៅជិះបង្អួតស្រីជិះបង្អួតមិត្តភ័ក្តិជិះបង្អួតគេបង្អួតឯងចឹងទៅហ្នឹងកំណត់ខ្លួនឯងដល់ពេលឪពុកម្ដាយមិនមានលុយកាក់ប្រាក់កាសទិញឲ្យទៅមានកំណត់ថាឪពុកម្ដាយនឹងមិនស្រឡាញ់ខ្លួនណាចាប់ផ្ដើមគុំគួនចាប់ផ្ដើមមានកំណត់គិតមិនល្អណាអញ្ចឹងបើសិនជាក្មួយបងប្អូនមានកំណត់បែបហ្នឹងមានកំណត់បែបហ្នឹងយើងត្រូវពិចារណាយើងត្រូវគិតថាឪពុកម្ដាយយើងរាល់ថ្ងៃហ្នឹងមានអីខ្លះចំណូលគាត់ក្នុងមួយថ្ងៃហ្នឹងបានប៉ុន្មានបើសិនជាគាត់ទៅស៊ីឈ្នួលគេណាស៊ីឈ្នួលគេមួយថ្ងៃបាន2-3ម៉ឺនហើយម៉ូតូដែលប្អូនកូនក្មួយចង់បានតម្លៃប្រមាណហើយគាត់ត្រូវការសន្សំប្រមាណថ្ងៃប្រមាណខែប្រមាណឆ្នាំទៅបានគ្រប់ហ្នឹងហើយមួយថ្ងៃ30000ហ្នឹងមិនមែនយកមកទុកឯណាយកមកដល់ទិញប្រហុកអំបិលប៊ីចេងតែស្ករទិញនំចំណីទិញអង្ករទិញនេះទិញនោះចូលធ្វើបុណ្យទានទៅចងដៃកាគេ100ចម្ពោះហើយដល់ពេលបើសិនជាដកលុយហ្នឹងគាត់សន្សំហើយសន្សំប៉ុន្មានថ្ងៃទៅបានម៉ូតូ$1000-2000ទិញឲ្យយើងអាហ្នឹងយើងត្រូវគិតអញ្ចឹងដែរណាយើងត្រូវគិតហើយបើសិនជាយើងធំពេញវ័យហើយយើងគួរក៏បីប្រឹងប្រែងខ្នែងជួយរកពួកគាត់ទៅឆាប់បានហើយការស៊ីឈ្នួលគេញាតិញោមបងប្អូនប្រុសស្រីកូនក្មួយទាំងអស់គ្នាគិតមើលគេមិនមែនជួលយើងរាល់ថ្ងៃណាមួយខែជួលបាន4-10ថ្ងៃឥឡូវទៅរកលុយឯណាបើសិនជាគេជួលយើងបានតែ4-10ថ្ងៃមួយខែ30ថ្ងៃគេជួលបានតែមួយថ្ងៃឬក៏2ថ្ងៃអីយើងទៅមានលុយឯណាគ្រប់ហើយបើសិនជាយើងគិតមិនដល់ទេយើងខឹងជាមួយឪពុកម្ដាយយើងអញ្ចឹងណាខឹងជាមួយឪពុកម្ដាយហើយអន់សពុនចិត្តណាអាចដើរចេញពីផ្ទះឬក៏អាចគិតខ្លីណាអញ្ចឹងត្រង់ចំណុចនេះគឺជាបញ្ហាមួយដែលកើតមានឡើងចំពោះយើងទាំងអស់គ្នាដែលមិនបានគិតវែងឆ្ងាយណាយើងអត់គិតថាបញ្ហាហ្នឹងឬក៏ការគិតបែបហ្នឹងវាជាជំងឺទេតាមពិតវាជាជំងឺនឹងឯងបើសិនជាខួរក្បាលមនុស្សធម្មតាគេមើលឃើញពីទុក្ខលំបាករបស់លោកឪពុកអ្នកម្ដាយហើយគេមានគំនិតមួយគឺស្វះស្វែងព្យាយាមឧស្សាហ៍ណាធ្វើកិច្ចការងារទាំងឡាយទាំងពួងជួយយកចិត្តទុកដាក់ចំពោះកិច្ចការងារទាំងឡាយទាំងពួងជួយឪពុកម្ដាយណាសវ៉ាសទិញប្រឹងប្រែងអាហ្នឹងបានខួរក្បាលមនុស្សល្អចុះបើសិនបើយើងគ្រាន់តែយកណាមានគំនិតគិតចង់បានឲ្យឪពុកម្ដាយទិញម៉ូតូជិះបង្អួតគ្នាឥឡូវចូលឆ្នាំណារដូវចិត្តចូលឆ្នាំអញ្ចឹងទៀតទៅកូនចៅខ្លះមិនបានគិតវែងឆ្ងាយទេញាតិញោមណាចង់បានម៉ូតូថ្មីជិះដើរលេងក្នុងថ្ងៃចូលឆ្នាំហ្នឹងទាំងឪពុកម្ដាយហ្នឹងធ្វើការឲ្យសស្រាក់សស្រាំហូរញើសបែកញើសហូរញើសណាឲ្យបាន
អាហារ3ពេលហ្នឹងឯងប៉ុន្តែដល់ពេលកូនមានអញ្ចឹងណាញាតិញោមកូនលោកកូនហ្នឹងគឺចង់បានម៉ូតូថ្មីជិះបង្អួតគ្នាណាអញ្ចឹងក្មួយបងប្អូនទាំងអស់គ្នាគួរគប្បីគិតពិចារណាហើយប្រឹងរកបើសិនជាយើងពេញកម្លាំងហើយក៏ប្រឹងរកធ្វើកិច្ចការងារស៊ីឈ្នួលគេក៏ដោយធ្វើកិច្ចការងារដោយខ្លួនឯងក៏ដោយយើងប្រឹងធ្វើដោយខ្លួនឯងណាយើងត្រូវមានសេចក្តីអាណិតចំពោះលោកឪពុកអ្នកម្ដាយហ្នឹងហើយបើសិនជាយើងទីអញ្ចឹងហើយយើងមានគំនិតមិនល្អអញ្ចឹងយើងធ្វើបាបឪពុកម្ដាយទៀតមិនមែនឈឺតែយើងទេមិនមែនកើតជំងឺសតិអារម្មណ៍តែយើងម្នាក់ទេតែកូនទេឪពុកម្ដាយយើងណានៅពេលដែលគាត់រកអត់បានណាញាតិញោមរកមិនបានមិនដឹងថាធ្វើអីរកអីដើម្បីទិញម៉ូតូឲ្យកូនដោយអំណាចនៃចិត្តស្រឡាញ់កូនណាញាតិញោមគាត់លំបាកចិត្តណាគាត់ដេកមិនលក់បោកមិនលះហើយទេ